ឲ្យទៅធ្លាក់ភ្លៀងពេលណាគឺថាมันខ្វះទេបន្លែខៀវបន្លែខ្មែរយើងហ្នឹងឯងបងប្អូនលុះត្រាតែបន្លែអឺរ៉ុបគឺយើងទៅទិញហើយបន្លែអឺរ៉ុបដូចជាដលងបារាំងការ៉ុតអីជាដើមអញ្ចឹងណាបងពួកខ្ទីស្លឹកបាសស្អីហ្នឹងมันខ្វះទេបងប្អូនចាថ្ងៃនេះនឹងគឺរៀបចំស្លប្រហើរទៀតហើយព្រោះដោយសារត្រីអាំងនឹងទិញអាំងហូបឲ្យហូបអត់អស់អញ្ចឹងមកម្លែងសាច់ត្រីហ្នឹងមកបុកលាយមួយគ្រឿងមកចាដើម្បីធ្វើជាសម្លប្រហើរដែលមានរសជាតិឈ្ងុយឆ្ងាញ់ឥឡូវនេះខ្ញុំបុកគ្រឿងជាមួយត្រីនឹងម៉ត់អស់ហើយមិនម៉ត់បានទេមកល្មមបងប្អូនយើងដួសទុកមិនលើមិនច្រាំប្រហុកនេះវិញស្ដាច់ឲ្យឆ្អឹងតើច្រាំឲ្យម៉ត់តិចបងប្អូនចាហើយបន្លែខៀវហ្នឹងមានស្លឹកបាសផ្ទីស្លឹកម្ទេសហ្នឹងឯងចាហើយយើងទៅដាក់ស្លទៅបាច់ចាំរៃរ៉ាប់ច្រើនទេបងប្អូនយើងក៏ចេះហើយហើយស្លប្រហើរមួយមុខហ្នឹងបើសិនជាគុំដុះគោរោត្រីបងប្អូនចង់គោអីគោរោបើតែបន្លែបានដែរព្រោះត្រីបុកម៉ត់អស់ហើយអើយមានអីទេឲ្យតែរួចមួយពេលទៅមែនអត់បងប្អូនយើងអត់សូវចំណាយច្រើននិយាយរួមទៅដូចជាអត់មានចំណាយអីផងចំណាយរឿងទិញផ្សិតហើយនឹងក្តាប់អាឡឹកបន្តិចហ្នឹងបងប្អូនឥឡូវឆ្អិនហើយស្លប្រហើរអរគុណច្រើនបងប្អូនទាំងអស់គ្នាជូនពរសំណាងល្អ